ចំណេះសំខាន់ណាស់បងប្អូនសំខាន់ណាស់ចំណេះសំខាន់សិលធម៌សំខាន់ណាស់បើមានចំណេះដឹងខ្ពង់ខ្ពស់អត់មានសិលធម៌គេយកគេរាប់អានណាអត់ទេចឹងសិលធម៌គឺជាផ្នែកមួយសំខាន់ដែលអោបស្ទប់ជីវិតរបស់យើងឲ្យវារុងរឿងយើងក៏លែងមើលសង្គមយើងសពថ្ងៃរឿងសិលធម៌ហ្នឹងធ្លាក់ចុះហ៎ធ្លាក់អត់តែមានរឿងអី live Facebook ជេរគ្នាមកល្អអីចឹងហ្នឹងហើយមានអ្នកគ្រប់គ្រងផងមិនមានអ្នកគ្រប់គ្រងផងចូលទៅមើលចូលទៅអីរាប់ខេស្អីមានមុខក្នុងនឹងទៀតមានធ្លាប់ចូលទៅមើលគេឆ្លោះគ្នាហ៎ធ្លាប់គេឆ្លោះគ្នារឿងគ្រួសារគេនោះឯងទៅចេះឈឺឆ្អាលដែរណាហ្នឹងហើយដល់ទៅពេលទម្លាប់អាក្រក់បង្ហាញចេញនៅក្នុងបណ្ដាញសង្គមអញ្ចឹងមនុស្សហ្នឹងវាយកគំរូតាមដល់គំរូតាមអាសិលធម៌របស់យើងនោះវាធ្លាក់ចុះពេលដែលគ្រូបង្រៀនឡាយអីអាសម័យកូវីដនោះដែលគុណចូលទៅមើលឃើញ 2-3 នាក់ 2-3 view ប៉ុន្តែដល់ពេលគេឆ្លោះគ្នារឿងគ្រួសារគេមកទៅរាប់ខេរាប់អឹមហើយអ្នកខ្លះសើដាក់ម៉ោងរោចាំមើលទៅមើលវាឡាយថ្មណានឹងឲ្យសើតាមដានរឿងគេអញ្ចឹងសិលធម៌នៅពេលណាដែលអ្នកល្បីនៅពេលណាដែលតារាហ្នឹងមិនមែនចង់មានតារានេះទេតារាលក់លេលក់អីដែលយើងទាំងអស់គ្នាចូលទៅមើលដូចជាការគ្រប់គ្រងគ្រប់គ្រងដល់ពេលអារឿងអាក្រក់រឿងអសិលធម៌បង្ហាញទៅតាមបណ្ដាញសង្គមអញ្ចឹងយើងទាំងអស់គ្នាគ្រប់គ្រងមនុស្សធ្វើទៀតទេធ្វើនៅតែបន្តធ្វើទៀតនៅពេលណាដែលយើងទាំងអស់គ្នានៅតែគ្រប់គ្រងទាំងធ្វើទាំងអស់ហ្នឹងចឹងហើយដល់ទៅពេលក្មេងចំនួនក្រោយវាមើលឃើញអញ្ចឹងយកគំរូតាមយកគំរូតាមជួនកាលជេរគ្នាជួនកាលអីហើយមួយរយៈនេះស្អីធ្វើល្អបានអីធ្វើល្អបានអាចហើយនិយាយឡើងពេញបណ្ដាញសង្គម Facebook ពេញមកស្រុកខ្មែរធ្វើល្អបានអាចឃើញទេហើយអ្នកណាចេះបង្កើតពាក្យហ្នឹងមកចង់បង្ហាញថាយ៉ាងម៉េចមិនមែនអ្នកបង្កើតពាក្យហ្នឹងមកវាអស្ចារ្យទេប៉ុន្តែចង់បង្ហាញថាយុវជនឬក៏មនុស្សខ្មែរនេះឆាប់ទទួលយករឿងអាក្រក់ជាងរឿងល្អរឿងល្អមិនងាយបញ្ជ្រាបទេប៉ុន្តែបើរឿងអាក្រក់វិញស្រួលទេគេនិយាយចោលឯណាក៏ផ្លែងណាណីនោះឯងណានាំគ្នាយកមកកូពីប្រើល្បីពេញណាពេញណីឃើញទេអញ្ចឹងយើងមើលគំនិតបើចង់ឲ្យស្រុកទេសមួយរីកចម្រើនចង់ឲ្យផ្នត់គំនិតនៃការអប់រំរីកចម្រើនទាន់តែយុវជនទាំងអស់គ្នាបើកចិត្តទទួលយកការអប់រំជារឿងមិនល្អប៉ុន្តែប្រសិនបើយុវជនទាំងអស់គ្នាបើកចិត្តទទួលយករឿងមិនល្អជាងការអប់រំហើយអាហ្នឹងផលយ៉ាងម៉េចទៅល្អឬមិនល្អមិនល្អទេលោកគ្រូអ្នកគ្រូខ្លះខំជំទាវពេញថ្នាក់ដល់ទៅពេលសួរសិស្សចេះអត់លេងហើយដល់ទៅពេលអារឿងគេនិយាយណាអាក្រក់ណាណីនោះស្រួលមកចឹងមជ្ឈដ្ឋាននៃការអប់រំវាកើតនៅផ្ទះចឹងប្រសិនបើក្រុមគ្រួសារណាឪពុកម្ដាយមានក្រមសិលធម៌និយាយពីរោះភាសាកូននិយាយពីរោះហ៎ព្រោះមើលមករៀនមានធ្លាប់គ្រូជេរច្រើនជាងអប់រំឬអប់រំច្រើនជាងជេរហ្នឹងហើយចាំពាក្យជេរច្រើនជាងពាក្យអប់រំឬចាំពាក្យអប់រំច្រើនជាងពាក្យជេរចាំពាក្យជេររបស់គ្រូនឹងច្រើនជាងការអប់រំរបស់គ្រូមើលតែគ្រូណាជេរច្រើនជាងគេចាំមកគ្រូនឹងទៅគ្រូនឹងបកកាយជេរណាការនៅរៀននោះប៉ុន្តែពាក្យអប់រំទាំងប្រមាណភ្លេចទេភ្លេចអស់លេងឃើញទេអញ្ចឹងផ្នត់គំនិតរបស់យើងនឹងទទួលយករឿងមិនល្អហ្នឹងច្រើនជាងរឿងល្អអញ្ចឹងបើចង់ឲ្យយើងក្លាយជាយុវជនល្អត្រូវតែបើកចិត្តទទួលយកការអប់រំល្អហ្នឹងច្រើនជាងរឿង
ឬមិនល្អក្នុងសង្គមរបស់យើងឃើញទេហើយយុវជនរបស់យើងនេះចង់ចេះចង់ដឹងមិននៅពេលណាដែលគេធ្វើរឿងណាមួយទោះបីល្អក៏ដោយអាក្រក់ក៏ដោយប្រសិនបើមានអ្នកគ្រប់គ្រងធ្វើតាមគ្នាមិនដឹងថារឿងនោះអាក្រក់ឬល្អទេប៉ុន្តែប្រសិនបើមានអ្នកគ្រប់គ្រងនៅតែធ្វើតាមគ្នាចឹងឯងចឹងចង់ចេះចង់ដឹងហើយដូចរឿងសរសេរអក្សរឡាតាំងសំនៀងខ្មែរអីសួរតែឈប់សរសេរនៅឃើញតាមខមមិននាំគ្នាសរសេរព្រាតណាទោះបីជាខំហាម5ទោះបីខំប្រាប់ខំអីនៅតែសរសេរបង្ហាញអីបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនឯងថាខ្លួនឯងចេះសរសេរឡាតាំងសំនៀងខ្មែរឃើញអត់ហើយសួរថាមានគ្រូហាមទេហាមតើប៉ុន្តែយើងទាំងអស់គ្នានៅតែធ្វើអក្សរខ្មែរហ្នឹងមើលទៅវាដូចអត់លយវាអត់លយដូចឡាតាំងសំនៀងខ្មែរដល់ពេលទៅសេទៅវាមើលទៅដូចឃើញអស្ចារ្យដល់ទៅពេលឲ្យទៅសេអក្សរខ្មែរមែនតើមិនទៅទៅសេអត់ត្រូវអាលីងសេតធម្មភេកញ្ចៈសេមិនត្រូវបងមែនអត់នឹងហើយហើយដល់តែចឹងហើយបាននាំគ្នាទៅសេឡាតាំងសំនៀងខ្មែរហើយអ្នកខ្លះទៅសេកាត់ទៅដឹងស្អីចឹងគ្មានអ្នកណាលុបបំបត្តិយើងវប្បធម៌របស់យើងប្រពៃណីរបស់យើងក្រៅពីយុវជនរបស់យើងទេចឹងដើម្បីថែរក្សាអានឹងបានតន្តែយុវជនរៀនស្រឡាញ់អ្វីដែលជារបស់ខ្លួនឯងលើកដំកើងអ្វីដែលជារបស់ខ្លួនឯងនឹងឲ្យគេបានឃើញកុំលុបបំបាត់ជាសាសខ្លួនឯងចោលវប្បធម៌របស់ខ្លួនឯងចោលដូនតាដែលខំប្រឹងប្រែងថែរក្សារបស់ទាំងអស់ហ្នឹងមកសូមអនុមោទនា